មនុស្សតែងតែចងចាំនៅអ្វីដែលគ្មានជាជាងនឹកឃើញនៅអ្វីដែលទទួលបានអ្នកអាចជួយគេជាច្រើនដងមានមុខជានិច្ចនៅពេលដែលគេត្រូវការលូកដៃទប់មិនឲ្យគេដួលរលំប៉ុន្តែគ្រាន់តែម្ដងគត់នៅពេលដែលអ្នកបដិសេធគេនឹងបំភ្លេចចោលទាំងអស់នៅអ្វីដែលអ្នកធ្លាប់ធ្វើឡើងដើម្បីគេកន្លងមកគេមិនអាចចងចាំនៅពេលដែលអ្នកបានជួយគេពេលដែលជួបទុក្ខលំបាកគេនៅចាំតែម្យ៉ាងគត់គឺអ្នកបានបដិសេធនឹងគេលើកនេះជាការពិតការដឹងគុណគឺមានភាពផុយស្រួយណាស់វាខុសពីការបែកខ្នងឬរមិលគុណដែលមានភាពរឹងមាំជាងនៅពេលដែលអ្នកនៅមានតម្លៃអ្នកគឺជាមនុស្សល្អនៅពេលដែលអ្នកបដិសេធអ្នកនឹងក្លាយជាមនុស្សគ្មានតម្លៃចិត្តល្អមិនមែនជាកាតព្វកិច្ចទេប៉ុន្តែមានមនុស្សជាច្រើនតែងតែយល់ឃើញថាវាជាការដែលត្រូវតែធ្វើចិត្តមនុស្សមិនមែនវាស់វែងទៅលើអ្វីដែលអ្នកឲ្យនោះទេតែគេអាចវាស់វាបានទៅលើការបដិសេធអ្នកអាចជួយមនុស្សម្នាក់ជាច្រើនរយដងគ្រាន់តែមួយលើកដែលអ្នកមិនបានជួយគេអាចបំភ្លេចចោលទាំងអស់នៅរាប់រយដងដែលអ្នកបានជួយដូចជាសៀវភៅមួយក្បាលគេអាចឲ្យតម្លៃវានៅទំព័រចុងក្រោយបំផុតអាហារមួយពេលគេតែងតែចងចាំនៅមុខម្ហូបដែលខ្វះតែគេមិនអាចនឹកឃើញនៅមុខម្ហូបដែលរៀបដាក់នៅលើតុបានទាំងអស់ឡើយជាការពិតមនុស្សជាច្រើនគេមិនបានចាប់អារម្មណ៍ថាអ្នកបានធ្វើអ្វីឡើយគេគ្រាន់តែចាប់អារម្មណ៍នឹងអ្នកថាអ្នកបានធ្វើអ្វីខ្លះចំពោះគេតែប៉ុណ្ណោះចិត្តល្អរបស់អ្នកមុនដំបូងគឺជាចំនួនក្រោយមកឆ្លងកាត់ពេលវេលាវាក៏បានក្លាយជាកាតព្វកិច្ចក្នុងភ្នែកអ្នកដទៃជួយមនុស្សគឺជាអំពើល្អតែកុំទុកឲ្យការជួយរបស់អ្នកក្លាយទៅជាការទាញយកផលប្រយោជន៍ចូលឲ្យដោយចិត្តដែលអ្នកចង់កុំចាត់ទុកវាជាការចាប់បង្ខំហើយត្រូវចាំថាអ្នកដែលគោរពនឹងនៅនឹកឃើញអ្នកគេមិនទៅចោលអ្នកដោយសារតែពាក្យបដិសេធមួយដងរបស់អ្នកឡើយជួយគេម្ដងគេនឹកឃើញអ្នកជួយគេជាច្រើនដងคล้ายទៅជាទម្លាប់គ្រាន់តែអ្នកបដិសេធមួយដងគេបំភ្លេចចោលទាំងអស់នៅអ្វីដែលអ្នកបានធ្វើចំពោះគេនោះគឺជាចិត្តមនុស្សដូចនេះកុំអាលវាតម្លៃខ្លួនឯងក៏ព្រោះតែការទទួលស្គាល់របស់អ្នកដទៃព្រោះមានពេលខ្លះចិត្តល្អវាមានពេលកំណត់នៅក្នុងក្រសែភ្នែកមនុស្សដែលចេះតែទទួលតែមិនចេះឲ្យតម្លៃ